ជំនួបកម្ពុជា20ថ្ងៃទី22-23វិច្ឆិកាឆ្នាំ2025ប្រព្រឹត្តទៅជាលើកទី1នៅលើដែនដីទ្វីបអាហ្វ្រិកប្រទេសអាហ្វ្រិកខាងត្បូងជាប្រធានផ្លាស់វេន20ចង់ឲ្យជំនួបកម្ពុជាដែលធ្លាប់ជាឱកាសជួបជុំមេដឹកនាំកម្ពុជានៅលើពិភពលោកក្លាយជាជោគជ័យការទូតនិងពហុភាគីនិយមអាកាសធាតុហិរញ្ញវត្ថុនិងភូមិសាស្ត្រនយោបាយជាសំណុំរឿងដែលក្រុម20ត្រូវលើកមកជជែកគ្នាដោះស្រាយប៉ុន្តែប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើបដិសេធមិនចូលលំទីតាំងពីបង្កើតឡើងដល់ឆ្នាំ1999 Z20 ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចខ្លាំងកំពូលគេចំនួន19នៅលើពិភពលោកព្រមទាំងសហភាពអឺរ៉ុបនិងសហភាពអាហ្វ្រិកបានបើកជំនួបកម្ពុជាជាលើកទី1នៅថ្ងៃសៅរ៍នេះនៅទ្វីបអាហ្វ្រិកជំនួបកម្ពុជាប្រកបដោយនិមិត្តរូបនេះក៏ជាការបិទបញ្ចប់វគ្គ Z20 មានប្រធានផ្លាស់វេនជាក្រុមប្រទេសខាងត្បូងទើបលូតលាស់ខ្លាំងបន្តគ្នាឥណ្ឌូនេស៊ីនៅឆ្នាំ2022ឥណ្ឌា2023ប្រេស៊ីល2024និងអាហ្វ្រិកខាងត្បូង2025នៅឆ្នាំ2026ដោយវេនសហរដ្ឋអាមេរិកម្ដងអាមេរិកធ្វើបដិសេធជំនួប Z20 នៅអាហ្វ្រិកខាងត្បូងប៉ុន្តែប្រធានាធិបតីអាមេរិក Donald Trump មិនបានមកចូលរួមជំនុំនេះទេលោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានត្រឹមតែសោកស្ដាយចំពោះអវត្តមានរបស់ភាគីអាមេរិកលោក Ramaphosa បានប្រឹងប្រែងប្រើគ្រប់អសលវិធីនិងល្បិចដើម្បីលបងលោក Trump ឲ្យមកចូលរួមដែរតែមិនសម្រេចនៅទីបញ្ចប់កៅអីសម្រាប់សហរដ្ឋអាមេរិកក្នុងពិធីប្រគល់ភារកិច្ចបន្តវេនដឹកនាំ Z20 ត្រូវនៅទំនេរអវត្តមានរបស់អាមេរិកសរឲ្យឃើញអំពីភាពតានតឹងខ្លាំងរវាងប្រទេសទាំងពីរមានហេតុផលជាច្រើនដែលជំរុញឲ្យអាមេរិកនិងអាហ្វ្រិកខាងត្បូងមើលមុខមិនសូវច្រឡំទីមួយក្នុងនាមជាប្រទេសគាំទ្រនយោបាយពហុនិយមខ្លាំងដ៏មុតនោះអាហ្វ្រិកខាងត្បូងបានជ្រើសរើសប្រធានបទនៃជំនួប Z20 នៅអាហ្វ្រិកខាងត្បូងថាសាមគ្គីភាពសមាភិបនិរន្តរភាពសេតវិធានមិនពេញចិត្តពាក្យស្លោកនេះទេនៅបានប្រកាសធ្វើបដិសេធមិនចូលរួមក្នុងជំនួប Z20 តែម្ដងម្យ៉ាងទៀតតាំងពីលោក Trump ត្រឡប់មកដឹកនាំសហរដ្ឋអាមេរិកជាថ្មីរដ្ឋបាលអាមេរិកបានដៅវាប្រហារលើរដ្ឋបាលអាហ្វ្រិកខាងត្បូងរហូតព្រោះអាហ្វ្រិកខាងត្បូងមានជំហរអបចក្រទានគ្រប់គ្រងប្រហោប៉ាឡេស្ទីនជាមិត្តនឹងអ៊ីរ៉ង់និងមានជំរើសនយោបាយផ្សេងទៀតដែលធ្វើឲ្យលោក Trump ក្តៅក្រហាយជំនួបកម្ពុជា Z20 ប្រព្រឹត្តទៅជាលើកទី1នៅអាហ្វ្រិកខាងត្បូងដោយមិនមានអាមេរិកក្រោយពីលោក Trump ប្រធានាធិបតីរុស្ស៊ីដែលជាប់ដីកាអន្តរជាតិក៏អវត្តមានដែរប្រធានាធិបតីស៊ីជីនពីងបានបញ្ជូននាយករដ្ឋមន្ត្រីមកជាតំណាងអាហ្វ្រិកខាងត្បូងតាំងជំហរពហុភាគីនិយមទោះបីជាលោក Trump របស់អាមេរិកអវត្តមានក៏ដោយក៏លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូងមិនចោះញ៉ំមិនបន្ថយជំហរមិនបដូរកម្មវត្ថុជាអតិភិរភាពសម្រាប់ជំនួបកម្ពុជានេះដែរលោកបានតាំងចិត្តប្រែក្លាយជំនួបនេះជាជោគជ័យការទូតនិងពហុភាគីនិយមក្រោយអំពីសំណុំរឿងអ៊ុយក្រែនដែលមិនអាចរំលងបាន Z20 អាហ្វ្រិកបានផ្ដោតអតិភិបទី1ទៅលើការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិអាហ្វ្រិកខាងត្បូងចង់ប្រមូលហិរញ្ញវត្ថុវិនិយោគថ្មីនិងឲ្យបានច្រើនជាងមុនដើម្បីការពារប្រទេសងាយរងគ្រោះខ្លាំងនិងដើម្បីធ្វើអន្តរកម្មថាមពលជាប្រយោជន៍អាកាសធាតុអាហ្វ្រិកខាងត្បូងមិនត្រូវការខ្ចីលុយបែបធម្មតាទេតែចង់បានប្រាក់ឧបត្ថម្ភនិងកម្ចីឈ្នួលអត្រាការប្រាក់ដ៏ទាបទាញបំផុតទើបពិភពលោកអាចឆ្លងអន្តរកាលប្រកបដោយសុខភាពបានបណ្ណរបស់ក្រុមប្រទេសចាប់ដួលឡោះជាអតិភិរភាពមួយទៀតដែលត្រូវពិភាក្សាដោះស្រាយដែរប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានលើកសំណងសុំឲ្យមូលនិធិរបញ្ជាក់មួយថាការលក់មាសក្នុងស្តុកខ្លះដើម្បីដោះបំណុលប្រទេសក្រីក្រមានចំណូលទាបអតិភិរភាពចុងក្រោយគឺរ៉ែដែលជានិមិត្តរូបនៃសេដ្ឋកិច្ចអាហ្វ្រិកត្រូវការពីសុវត្ថិភាពផលិតកម្មនិងការកែច្នៃក្នុងស្រុកសំណុំរឿងសំខាន់មួយទៀតដែលកំពុងពិភាក្សាដែរគឺវិសមភាពធនធាននៅលើពិភពលោកវិសមភាពធនធានជាវិបត្តិដែលគំរាមកំហែងលទ្ធិប្រជាធិបតេយ្យនិងភាពស្រួសស្រួយនៅក្នុងសង្គមសម្រាប់ប្រេតូរីយ៉ាវិបត្តិនេះត្រូវគិតគូរដោះស្រាយជាបន្ទាន់ដោយបញ្ហាអាកាសធាតុដែរលោក Ramaphosa ចង់បានកិច្ចព្រមព្រៀងមួយដ៏រឹងមាំនិងអាចសម្រេចក្នុងភាពជាក់ស្ដែងដែលរំពឹងលើសមិទ្ធភាព Z20 អឺរ៉ុបនេះជាអាតំផែតហ្វ្រាំងអាល្លឺម៉ង់អ៊ីតាលីនិងអង់គ្លេសដែលគាំទ្រជំហរនយោបាយពហុនិយមប្រធានាធិបតីបារាំងប្រមុខសហភាពអឺរ៉ុបសុទ្ធតែបង្ហាញវត្តមាននៅអាហ្វ្រិកខាងត្បូងទាំងអស់គ្នា
ចេញសេចក្តីថ្លែងការណ៍រួម Z23 មានទម្រង់យ៉ាងណាជំនួបកម្ពុជា Z20 ត្រូវបិទបញ្ចប់នៅថ្ងៃអាទិត្យទី23វិច្ឆិកាស្អែកនេះលោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង Ramaphosa សង្ឃឹមថានឹងអាចអនុម័តសេចក្តីថ្លែងការណ៍រួមដែលមានខ្លឹមសារកំណត់កម្មវិធីថ្មីនឹងជាណារន្តរ៍សម្រាប់ពិភពលោកពិសេសគឺសម្រាប់ Z20 គម្រោងសេចក្តីថ្លែងការណ៍រួមត្រូវបានកែសម្រួលម្ដងជា2ដងនិងបានប្រគល់ជូនមេដឹកនាំប្រទេស Z20 ហើយគ្រាន់តែពុំទាន់ទម្លាយឲ្យដឹងពីខ្លឹមសារលម្អិតថាតើសេចក្តីថ្លែងការណ៍នេះមានមហិច្ឆតាធំយ៉ាងណាតែប៉ុណ្ណោះប៉ុន្តែប្រធានាធិបតីអាមេរិក Donald Trump បានប្រឆាំងនឹងគម្រោងសេចក្តីថ្លែងការណ៍រួមចុងក្រោយហើយដោយអះអាងថាអាមេរិកមិនមកចូលរួមក្នុងជំនួបដែលមានអតិភិរភាពផ្ទុយពីនយោបាយរបស់ Washington ជាជំនួបប្រឆាំងនឹងអាមេរិករដ្ឋបាលលោក Trump នឹងរឹតបន្តឹង Z20 ជុំវិញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅពេលដែលអាមេរិកក្លាយជាប្រធានផ្លាស់វេន Z20 នៅឆ្នាំ2026ជំនួបកម្ពុជា Z20 លើកក្រោយនឹងប្រព្រឹត្តទៅនៅក្រុងមីអាមីនៅទីលានវាយកូនហ្គោលរបស់ត្រកូល Trump